ជំនឿដ៏ភ័យខ្លាចនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅកណ្ដាលប្រទេសឥណ្ឌូនេស៊ីនៃកន្លែងព្រៃក្រាស់មួយជាមួយនឹងវាលស្រែដ៏ធំទូលំទូលាយមានភូមិមួយដែលដាច់ស្រយាលពីគេដែលមានឈ្មោះថាដេសាស៊ូកាម៉ាជូអ្នកភូមិរស់នៅដោយសុខដុមរមនាជាមួយនឹងធម្មជាតិនៅពេលថ្ងៃប៉ុន្តែពួកគេបានភ័យខ្លាចនៅពេលយប់នៅពេលដែលមានភាពងងឹតមកដល់ខ្មោចម្យ៉ាងឬក៏វិញ្ញាណម្យ៉ាងដែលគេហៅថាភូកុងដែលជាជំនឿនៅប្រទេសឥណ្ឌូនេស៊ីដែលជារូបខ្មោចដែលរួមទៅដោយក្រណាត់បញ្ចុះសពត្រូវបានគេនិយាយថាបានដើរជុំវិញផ្ទះនិងដីធ្លីរបស់ពួកគេភូកុងគឺជាវិញ្ញាណនៃមនុស្សស្លាប់ដែលចងជាមួយនឹងក្រណាត់សពហើយវាលោតចេញយ៉ាងខ្លាំងនៅពេលដែលវាស្វែងរកការដោះលែងពីចំណងដែលបានចងនៅលើខ្លួនរឿងព្រេងនិទានបាននិទានថាប្រសិនបើចំណងនៃការបញ្ចុះសពនៅលើក្បាលមិនត្រូវបានស្រាយចេញក្រោយ40ថ្ងៃទេនោះព្រលឹងនឹងមិនអាចបន្តដំណើរទៅមុខវិញបានឡើយចូលមកដល់សាច់រឿងវីណាជានារីវ័យក្មេងដែលធ្លាប់ផ្លាស់ប្ដូរទីលំនៅនៃភពនោះបានចាប់អារម្មណ៍នឹងរឿងព្រេងនេះនាងក៏ជាអ្នកកសែតមួយរូបស្រឡាញ់ក្នុងការលាតត្រដាងនៃការពិតនៅពីក្រោយរឿងព្រេងនៅក្នុងស្រុកទោះបីជាមានការព្រមានពីអ្នកភូមិក៏ដោយក៏នាងបានសម្រេចចិត្តស៊ើបអង្កេតរឿងរបស់ពួកពូកុងដោយជឿជាក់ថាវាគ្មានអ្វីក្រៅពីអបិយជំនឿនោះទេយប់មួយដែលគ្មានព្រះច័ន្ទវីណាចេញដំណើរជាមួយនឹងកាមេរ៉ានិងសៀវភៅកត់ត្រារបស់នាងឆ្ពោះទៅកាន់ទីបញ្ចុះសពនៅក្នុងភូមិខ្យល់បក់មានសំណើមមកប៉ះខ្លួនរបស់នាងហើយសំឡេងព្រៃហាក់ដូចជាស្ងាត់ឈឹងគ្មានអ្វីទាំងអស់ពេលនាងដើរទៅជិតទីបញ្ចុះសពនាងមានអារម្មណ៍ថាមានខ្យល់ត្រជាក់មកប៉ះខ្លួននាងភ្នូបុរាណដែលបែកបាក់មួយនោះក៏នៅឈរដូចជាឆ្មាំស្ងៀមនៅក្នុងទីងងឹតវីណាចាប់ផ្ដើមដំឡើងកាមេរ៉ាបងវាយទៅភ្នូហើយចាប់ផ្ដើមកត់ចំណាំប៉ុន្មានម៉ោងបានកន្លងផុតទៅហើយគ្មានអ្វីកើតឡើងនោះទេនាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាព្រឺខ្លួនបន្តិចម្ដងហើយនាងក៏ត្រៀមចេញទៅវិញពេលនោះនាងក៏បានឮសំឡេងស្រទន់បេះដូងរបស់នាងស្ទើរតែលោតចេញមកក្រៅពេលនោះនាងបានបញ្ចាំងពិលទៅទីបញ្ចុះសពបន្ទាប់មកនាងបានឃើញវានោះគឺពុកគង់មួយដែលរុំយ៉ាងតឹងដោយក្រណាត់បញ្ចុះសពពណ៌សកំពុងតែដើរលោតសម្ដៅមករកនាងមុខត្រូវបានបិទបាំងដោយក្រណាត់ប៉ុន្តែនាងអាចមើលឃើញរន្ធភ្នែកទៅទេដែលងងឹតមើលតាមក្រណាត់ពុកគង់បានផ្លាស់ទីក្នុងលក្ខណៈដូចជាកំពុងប្រឆាំងនឹងរើបំរាស់ចេញពីចំណងដែលនៅលើក្បាលរបស់គេពេលនោះខ្លួនរបស់វីណាចាប់ផ្ដើមត្រជាក់តែសភាវគតិរបស់នាងស្រែកថាឲ្យនាងរត់ប៉ុន្តែជើងទាំងពីររបស់នាងមានអារម្មណ៍ដូចជាមិនអាចកម្រើកបានពេលនោះនាងក៏បន្តមើលពូកុងដោយភាពភ័យខ្លាចខណៈនោះពូកុងក៏កាន់តែជិតមកដល់នាងក្លិនដ៏ស្អុយពីពេញខ្យល់ធ្វើឲ្យនាងធំក្លិនស្អុយយ៉ាងខ្លាំងនិយាយពីភាពក្លាហានរបស់នាងបានលើកកាមេរ៉ារបស់នាងហើយថតចាំងពន្លឺភ្លឺបំភ្លឺរូបរាងកាយដ៏អាក្រក់មួយនោះពេលនោះពូកុងឈប់ក្បាលវាងក់ដូចជាក្បាលដែលកំពុងតែលេងជាមួយនាងនៅក្នុងសំឡេងដែលហាក់បីដូចជាបន្តចេញពីភ្នូរបស់វាបាននិយាយថារលែងខ្ញុំទៅពីភ័យខ្លាចរបស់វីណាក៏កើតមានប៉ុន្តែការចង់ឃើញរបស់នាងវាមានលើសពីភាពភ័យខ្លាចរបស់នាងបានសួរទៅវិញថាយ៉ាងម៉េចនាងក៏រំកិលខ្លួនបញ្ចេញបន្តិចម្ដងពូកុងបានស្រែកថាខ្នោះស្រែកចម្លងវីណាក៏យល់អ្នកភូមិបានលើកឡើងពីវិធីរំដោះគ្រោះនិងព្រលឹងនេះប៉ុន្តែគ្មាននរណាហ៊ានធ្វើទេដោយដៃនាងញាប់ញ័រនាងបានចូលទៅជិតខ្មោចនោះខ្យល់នៅជុំវិញវាសែនត្រជាក់ហើយនាងអាចមើលឃើញដង្ហើមរបស់នាងនៅក្នុងខ្យល់នៅពេលយប់នាងទុកដៃចង្អុលទៅស្នាមប្រឡាក់នៅលើក្រណាត់រុំនោះនៅពេលដែលនាងបានស្អែកចំណងពូកុងចាប់ផ្ដើមភ្លឺនិងរសាត់ទៅបន្តិចម្ដងអារម្មណ៍នៃសន្តិភាពបានបោកបក់នៅទីបញ្ចុះសពហើយបរិយាកាសក៏បានទូស្រាលបន្តិចរូបរាងនៅពីមុខនាងរសាយបន្តិចម្ដងបន្សល់ទុកតែក្រណាត់ដែលមន់រុំវីណាជំពប់ជើងដួលដងលូនញាប់នាងបានប្រមូលសម្ភារៈរបស់នាងយ៉ាងលឿនហើយរត់ចេញពីទីបញ្ចុះសពរហូតដល់នាងត្រឡប់ទៅផ្ទះវិញនាងបានពិនិត្យមើលវីដេអូនេះដោយឃើញរូបភាពដ៏គួរឲ្យភ័យខ្លាចរបស់ពូកុងប៉ុន្តែក៏ជាពេលដែលនាងបានរកឃើញព័ត៌មានក្នុងការចេញផ្សាយផងដែរនៅថ្ងៃបន្ទាប់វីណាបានចែករំលែកបទពិសោធន៍នាងជាមួយនឹងអ្នកភូមិបងឡើយគេមានការសង្ស័យប៉ុន្តែនាងបានបង្ហាញវីដេអូនោះពី
ភាពភ័យខ្លាចរបស់ពួកគេបានប្រែទៅជាស្ញប់ស្ញែងនាងរឿងព្រេងរបស់ពូកុងគឺជាការពិតហើយវីណាបានដោះលែងវិញ្ញាណដែលរងទុក្ខនោះចាប់ពីពេលនោះមកអ្នកភូមិបានធានាថារាល់ការបញ្ចូលសពធ្វើឡើងដោយយកចិត្តទុកការជួបគ្នារបស់វីណាបានក្លាយជារឿងដែលបន្សល់ទុកជាច្រើនជំនាន់ជាការរំលឹករវាងអ្នករស់និងអ្នកស្លាប់និងសារៈសំខាន់នៃការផ្ដល់កិត្តិយសដល់អ្នកដែលបានចាកចេញហើយនៅពេលយប់មិនមែនជាពេលវេលាដែលភ័យខ្លាចទេប៉ុន្តែជាការគោរពនិងរំលឹកដល់អ្នកដែលបានឆ្លងកាត់និងបាត់បង់ជីវិតទៅ